សួស្តីបងប្អូនទាំងអស់គ្នាណាជើងយើងមកដល់ស្រាយលំហាត់ទី2អក្សរខគណនាផ្ទៃក្រឡាណាទាំងអស់គ្នាជើងគណនាផ្ទៃក្រឡាយើងមើលរូបតែរូបនេះជារូបអ្វីជើងរូបនេះគឺជារូបមួយធំដែលផ្គុំឡើងចេញពីត្រីកោណចំនួន5 6ណា1 2 3 4 5និងមួយទៀតគឺ5 6រូបទាំងអស់ហ្នឹងគឺមានបាតហើយនឹងកម្ពស់គឺដូចគ្នាអញ្ចឹងដើម្បីរកផ្ទៃកាឡាផ្ទៃកោណទាំងអស់នឹងឃើញយើងរកតែផ្ទៃកាឡាមួយនេះឃើញហើយយើងគុណនឹង6ទៅយើងឃើញផ្ទៃកាឡាសរុបអញ្ចឹងផ្ទៃកាឡាត្រីកោណស្មើអីទាំងអស់គ្នាអញ្ចឹងផ្ទៃកាឡាត្រីកោណស្មើ1/2គុណឲ្យបាតគុណឲ្យកម្ពស់អញ្ចឹងយើងមើលរូបមួយដែលគេឲ្យបាទកម្ពស់របស់វាគឺ10 ម៉ែត្រនេះណាកម្ពស់គឺ10 ម៉ែត្របាតគឺ11.6 ម៉ែត្រទាំងអស់គ្នាអញ្ចឹងយើងមើលបន្តទៀតអញ្ចឹងដើម្បីរកផ្ទៃកាឡាឃើញយើងបញ្ជាក់ឲ្យយើងទៀតណារកផ្ទៃកាឡាផ្ទៃកោណមួយនេះឲ្យឃើញបន្ទាប់មកយើងយកផ្ទៃកាឡាផ្ទៃកោណមួយនេះគុណនឹងបន្លោះផ្ទៃកោណចំនួនប្រមាណបងប្អូន1 2 3 4 5 6គុណនឹង6យើងឃើញផ្ទៃកាឡាសរុបយើងចាប់ដើមរកផ្ទៃកាឡាផ្ទៃកោណនេះមួយសិនណាអញ្ចឹងផ្ទៃកាឡាផ្ទៃកោណស្មើបាទស្មើ1/2គុណឲ្យបាត11.6គុណឲ្យកម្ពស់10 ម៉ែត្រអញ្ចឹងយើងឃើញផ្ទៃកាឡារបស់យើងគឺឃើញប៉ុន្មានបងប្អូនគ្នាបន្ទាប់ពីយើងគុណហើយគឺឃើញ58 ម៉ែត្រការ៉េបាទអញ្ចឹងផ្ទៃកាឡាផ្ទៃកោណមួយនេះគឺឃើញ58 ម៉ែត្រការ៉េអញ្ចឹងមកផ្ទៃកាឡាផ្ទៃកោណមួយនេះឃើញ58 ម៉ែត្រការ៉េមួយនេះក៏58 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 ម៉ែត្រការ៉េព្រោះអីទំហំត្រីកោណកម្ពស់ហើយនឹងបាតគឺវាប្រព័ន្ធគ្នាណាអញ្ចឹងដើម្បីរកផ្ទៃកាឡាផ្ទៃកោណសរុបយើងធ្វើម៉េចអញ្ចឹងយើងដើម្បីរកផ្ទៃកាឡាផ្ទៃកោណសរុបគឺយើងរាប់មកនេះមានប៉ុន្មាន1 2 3 4 5 6អញ្ចឹងយើងយកផ្ទៃកាឡាផ្ទៃកោណមួយនេះគុណនឹង5 6អញ្ចឹងផ្ទៃកាឡាសរុបយើងដាក់មកណាផ្ទៃកាឡាសរុបស្មើនឹងផ្ទៃកាឡាផ្ទៃកោណមួយនេះណាប្រមាណបាទផ្ទៃកាឡាផ្ទៃកោណមួយនេះគុណនឹង5 6អញ្ចឹងផ្ទៃកាឡាផ្ទៃកោណនេះយើងរកឃើញប៉ុន្មានគឺ58 ម៉ែត្រការ៉េអញ្ចឹង58គុណនឹងលេខ5 6អញ្ចឹងផ្ទៃកាឡាសរុបឃើញប៉ុន្មានបងប្អូនគ្នាអញ្ចឹងផ្ទៃកាឡាសរុបរបស់យើងឃើញគុណមកឃើញ348 ម៉ែត្រការ៉េនេះគឺជាចម្លើយចុងក្រោយដែលយើងចង់បានណាទាំងអស់គ្នាមិនមែនជាចម្លើយមួយនេះទេមួយនេះគឺជាត្រីកោណតែមួយប៉ុន្តែចម្លើយ348 ម៉ែត្រការ៉េនេះគឺជាត្រីកោណគឺជាផ្ទៃកាឡាសរុបទាំងអស់នៅក្នុងត្រីកោណទាំង5 6តើអ្នកទាំងអស់គ្នាអញ្ចឹងបើសិនមកកូនអត់តនេះអាចសារវីដេអូនឹងមើលឡើងវិញណាហើយបញ្ជាក់ទៀតណាគេឲ្យយើងរកផ្ទៃកាឡាទាំងអស់តើអត់ផ្ទៃកាឡាត្រីកោណទាំងអស់គឺមាន1 2 3 4 5គឺ5 6តែគេឲ្យត្រីកោណរបស់យើងនឹងគឺប្រព័ន្ធគ្នាបាតនិងកម្ពស់គឺដូចគ្នាអញ្ចឹងបើយើងរកឃើញតែមួយយើងយកផ្ទៃកាឡានឹង1គុណនឹង6ហើយយើងឃើញផ្ទៃកាឡាសរុបអញ្ចឹងបងប្អូនអត់ទាន់ទេអាចសារវីដេអូនឹងមើលឡើងវិញហើយកុំភ្លេចជួយចុច Subscribe YouTube គ្រូម្នាក់មួយផងបាទអរគុណបាយបាយ